ពេលព្រឹកឡើងមុននឹងចេញតាណាតន័យឬក៏ទៅធ្វើការគឺត្រូវតែដាក់ចំណីឲ្យសង្ហាហើយនឹងបណ្ដូលហើយនឹងកូនរបស់គេនឹងស៊ីមុនគេត្រឡប់មកពីធ្វើការវិញគ្រាន់តែថាមកដល់ផ្ទះភ្លាមគឺធ្វើយ៉ាងណាស្រោតរូតរះឲ្យសង្ហាបណ្ដូលហើយកូនគេស៊ីម្ដងទៀតដើម្បីឲ្យគេចូលដេកចូលអីអញ្ចឹងទៅហើយបើសិនជាយើងដាក់យប់ដឹងហើយសត្វមាន់គឺប្រកាសជាមើលចំណីអត់ឃើញទេបន្ទាប់ពីដាក់ចំណីដាក់អីហើយខ្ញុំក៏មករៀបចំតាក់ទងទៅនឹងត្រើងណាដែលខ្ញុំប្រាប់បងប្អូនថាម្រះខ្ញុំវាឡើងត្រើងហើយឥឡូវនេះខ្ញុំបានកាប់ត្រើងមកដល់ហើយត្រៀមក្នុងការដាក់អញ្ចឹងហើយខ្ញុំហាលវារៀងស្ងួតឲ្យជ្រុះស្លឹកបន្តិចសិនហើយរៀបចំដាក់វាប្រហែលជាស្អែកអីហ្នឹងខ្ញុំចាប់ផ្ដើមដាក់ត្រើងហើយម្រះណាដែលចាប់ផ្ដើមបោះដៃឡើងត្រើងខ្ញុំដាក់ត្រើងឲ្យបដើអញ្ចឹងទៅហើយការដាំហ្នឹងក៏មិនច្រើនអីណាដែរដាំល្មមមកទុកញ៉ាំខ្លួនឯងតែប៉ុណ្្នឹងឯងហើយត្រើងនេះក៏មិនមែនទៅកាប់ណាឆ្ងាយដែរនៅចកាពូរបស់ខ្ញុំខ្វះអីដើមកខុបមកកណូអញ្ចឹងលះមេឃតិចតួចទៅយើងយកមកឆ្នៃដាក់ជាត្រើងម្រះបានហើយដំណាំម្រះនេះគ្រួសាររបស់ខ្ញុំដាំអាសាដាំខ្លាំងណាស់ដើម្បីលក់កាលពីខ្ញុំនៅតូចហើយយើងឡើងទៅកាប់ត្រើងនៅលើភ្នំមកដោយសារយើងត្រូវការច្រើនណោះអញ្ចឹងកាប់អាមេឃតូចហើយអូសមកដើម្បីរៀបចំធ្វើជាត្រើងម្រះហើយថ្ងៃនឹងដែរខ្ញុំបានដើមអីគេទេខ្ញុំអត់ស្គាល់ទេប៉ុន្តែអ្នកដែលខ្ញុំសុំគាត់ហ្នឹងគាត់ប្រាប់ថាហ្នឹងគឺគេយកទៅញ៉ាំធ្វើលក់អីចឹងទៅញ៉ាំជាមួយនឹងបុកប្រហុកបុកម្ទេសឬក៏បុកទឹកគ្រឿងអីចឹងឥឡូវខ្ញុំសាកយកមកដាំមិនដឹងថាមិនម៉ាទេគ្រាន់តែបានមកភ្លាមនឹកឃើញតែចេះទី1គឺអាចញ៉ាំបានទី2ឃើញរូបរាងរបស់គេល្អដែរស្អាតដែរស្លឹកគេពណ៌បៃតងស្អាតអញ្ចឹងហើយអត់ទុកយូរទេខ្លាចលោស្អែកឡើងអន់ណោះចាមករៀបចំថូដែលយើងនៅហ្នឹងហើយជ្រោយដីជ្រោយអីហើយរៀបចំដាក់ដីជីដាក់អីខ្លះទៅដើម្បីនឹងដាំវាតែម្ដងហើយដាំនេះគឺដាំដោយការប្រយ័ត្នប្រយែងខ្លាំងមែនទែនគឺអត់ហ៊ានទុកនៅចោលនឹងទេដោយសារមានតែម្ដាមខ្លាចលោសង្ហាហើយនឹងបណ្ដូលគេពេញចិត្តដែរខំចិត្តខ្ទេចអញ្ចឹងហើយគ្រាន់តែដាំស្រោចទឹកស្រោចអីហើយយកវាទៅទុកនៅកន្លែងមានសុវត្ថិភាពបាត់ហើយធ្វើការទៅមិនបានប្រហែលមុខសោះឥឡូវល្ងឹតទៀតបាត់ហើយអ្នកចំការនេះក៏គាត់ស្រោតក្នុងការទៅផ្ទះរបស់គាត់នឹងបដាហើយកាត់មុខផ្ទះខ្ញុំចំណែកឯម្ចាស់ផ្ទះនេះវិញចាមិនទាន់ហើយដៃទេគឺយើងនៅស្រោចទឹកមួយមុខនេះទៀតហើយស្រោចនេះគឺខ្ញុំស្រោចយកមកជោគដែរនឹងឯងព្រោះអីខែក្តៅហ៎អញ្ចឹងដើម្បីឲ្យដំណាំលូតលាស់នៅក្នុងខែក្តៅនេះបានគឺមានតែយើងបុកទឹកនឹងឯងហើយការបុកទឹកនេះគឺខ្ញុំព្យាយាមស្រោចពេលយប់នឹងឲ្យរៀងច្រើនបន្តិចចឹងណាព្រោះអីពេលយប់គឺវាត្រជាក់បានយូរខ្ញុំស្រោចនេះគឺខ្ញុំស្រោចត្រឡប់ទៅត្រឡប់មកអញ្ចឹងណាមើលទៅខាងនេះរៀងស្ងួនបន្តិចយើងថែមទឹកបន្ថែមហើយយើងទៅស្រោចកន្លែងផ្សេងខ្លះហើយយើងត្រឡប់ទៅត្រឡប់មកដើម្បីឲ្យរុក្ខជាតិក៏ដូចជាទឹករបស់យើងហ្នឹងចាវាចាប់ទៅនឹងដីហ្នឹងឲ្យបានជោគល្អគ្រាន់ឲ្យវាត្រជាក់បានយូរអញ្ចឹងណានិយាយទៅការដាំដំណាំរបស់ខ្ញុំចាជាលើកទី1នៅលើដីថ្មីនេះខ្ញុំមិនដឹងថាម៉េចទេប៉ុន្តែគឺខ្ញុំបានដាក់ចិត្តដាក់បេះដូងក្នុងការដាំហើយបានលទ្ធផលប៉ុណ្ណាយកប៉ុណ្ណឹងសិនទៅអត់ដឹងថាបងប្អូនអ្នកដាំរុក្ខជាតិដូចខ្ញុំអត់ទេនេះទៅពេលចាប់ផ្ដើមដាំបានប៉ុណ្ណេះចេះមើលឃើញចន្លោះចង់ដាំទៅនេះទៅនោះមិនសង្ស័យផ្ទះខ្ញុំកើតប្រៃទេមើលទៅ